បាទជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាដោយសេចក្តីគោរពរាប់អានពីខ្ញុំបាទបន្ថេតអាចារ្យពលាការបាទនៅក្នុងថ្ងៃនេះខ្ញុំនឹងធ្វើវីដេអូបង្ហាញអំពីរបៀបនៃការរាប់អាយុតាមបាតដៃហើយខ្ញុំជឿជាក់ថាលោកគ្រូចារ្យលោកគ្រូមហាប្រកាសជាចេះហើយរបៀបក្បួននៃការរាប់តាមបាតដៃនេះហើយរបៀបនៃការរាប់អាយុនេះគឺមានច្រើនបែបច្រើនវិធីបាទច្រើនបែបច្រើនវិធីប៉ុន្តែនេះខ្ញុំសូមបង្ហាញអំពីរបៀបនៃការរាប់នៅលើបាតដៃជូនដល់លោកគ្រូចារ្យលោកគ្រូមហាដោយរូបភាពដែលខ្ញុំបានបង្ហាញទៅគឺមានការចំណាប់ចាប់អារម្មណ៍ពីលោកគ្រូចារ្យលោកគ្រូមហាច្រើនរហូតដល់ជិត 50k view អញ្ចឹងទេថ្ងៃនេះខ្ញុំនឹងសូមឆ្លៀតពេលពីការរវល់ការប្រកបមុខបរចិញ្ចឹមជីវិតមកធ្វើជាវីដេអូនេះដើម្បីបង្ហាញជូនដល់លោកគ្រូចារ្យលោកគ្រូមហាបានជាចំណេះដឹងមួយផ្នែកតូចនៅក្នុងនេះផងដែរបាទអញ្ចឹងកុំឲ្យខាតពេលវេលាយូរជើញលោកគ្រូចារ្យលោកគ្រូមហាទស្សនាទាំងអស់គ្នាដូចតទៅបាទអញ្ចឹងយើងតាំងដោយដៃខាងនេះគឺជាដៃខាងឆ្វេងបាទហើយដៃខាងនេះគឺជាដៃខាងស្ដាំបាទអញ្ចឹងនៅលើម្រាមដៃរបស់យើងបាទមានកលាដៃនេះគឺព័ទ្ធជុំវិញនេះគឺមាន12កាំបាទអញ្ចឹងខ្ញុំសូមបំបែកកាមេរ៉ាបន្តិចដើម្បីឲ្យងាយស្រួលក្នុងការមើលបាទបាទអញ្ចឹងខ្ញុំសូមបំបែកកាមេរ៉ាអញ្ចេះតិចបាទអញ្ចឹងនៅក្នុងក្បួនហ្នឹងទី1គឺយើងដឹងរបៀបនៃការរាប់ឆ្នាំដោយយើងតាំងនៅកន្លែងដៃច្អុលយើងនៅក្នុងថ្នាំងដៃកន្លែងទៅនេះគឺតាំងតំណាងដល់ឆ្នាំបច្ចុប្បន្នបាទអញ្ចឹងគឺឆ្នាំកន្លែងទីនេះគឺប្រែប្រួលទៅតាមឆ្នាំបច្ចុប្បន្នតែដូចជាឥឡូវបច្ចុប្បន្នគឺស្ថិតនៅក្នុងឆ្នាំមមីបាទអញ្ចឹងកន្លែងកលៈដៃកន្លែងថ្នាំងដៃកន្លែងនេះគឺជាឆ្នាំមមីបាទអញ្ចឹងយើងរាប់កវ៉ាត់ជុំវិញហ្នឹងពីថ្នាំងដៃហ្នឹងដេញរហូតមកជាប់មកដល់កន្លែងទៅនេះវិញគឺសរុបទៅគឺ12ឆ្នាំសពគ្រប់ល្មមដូនតាយើងប៉ាកែបាទប៉ាកែកន្លែងចំណុចនេះគឺគាត់ប៉ាកែរនឹកឃើញអញ្ចឹងណាអញ្ចឹងយើងមើលឆ្នាំបច្ចុប្បន្នទៅនេះមមីបាទឆ្នាំមមីមមេមមេវករកាចកុលជូតឆ្លូវខាលខោះរូងម្សាញ់មមីបាទអញ្ចឹងវិលមកជុំហ្នឹងគឺថ្នាក់ដៃរបស់យើងគឺឆ្នាំទាំង12បាទអញ្ចឹងអាហ្នឹងគឺចំណុចទី1គឺយើងត្រូវដឹងសិនបាទន័យថារាប់ដេញមកអញ្ចឹងបាទន័យថារាប់ពីឆ្នាំគឺពីខាងឆ្វេងដេញមកខាងស្ដាំមកជុំវិញហ្នឹងគឺឆ្នាំទាំង12បាទអញ្ចឹងអានេះនៃការកំណត់ឆ្នាំបាទមួយទៀតយើងដឹងខ្ទង់បាទខ្ទង់អញ្ចឹងគឺនៅចុងដៃយើងចុងដៃងៀងកន្លែងទៅនេះគឺខ្ទង់10បាទហើយយើងមកលងមកកាឡាមកដល់ទៅនេះ20បាទយើងមកលងមួយទៀត30មកលងទៅនេះ40មកលងកន្លែងនេះ50 60បាទ70 80 90 100អញ្ចឹងគឺកន្លែងហ្នឹងគឺកលោករំលងមួយថ្នាំងដៃរំលងមួយថ្នាំងដៃព័ទ្ធជុំវិញហ្នឹងខ្ទង់10ខ្ទង់20ប៉ុន្តែអ្វីដែលសំខាន់គឺយើងចាំថានៅចុងដៃងៀងរបស់យើងកន្លែងនេះគឺតំណាងដោយខ្ទង់10បាទអញ្ចឹងចំណាំ2ទី1គឺថ្នាំងដៃកន្លែងនេះគឺឆ្នាំបច្ចុប្បន្នតនេះគឺខ្ទង់10បាទខ្ទង់10មករងកាឡា1 20 30 40 50បាទអូខេឥឡូវបន្ទាប់ពីដឹងអានឹងហើយឧទាហរណ៍ថាអ្នកដែលមកមើលហ្នឹងគាត់ចង់ដឹងអាយុរបស់គាត់ឆ្នាំមមេថាអាយុរបស់គាត់ខ្ទង់30អញ្ចឹងយើងរកយ៉ាងម៉េចយើងរកសិនណាបាទអញ្ចឹងយើងដឹងថានេះឆ្នាំបច្ចុប្បន្នបាទឆ្នាំមមេអញ្ចឹងមមេគឺស្ថិតនៅក្នុងឆ្នាំទៅនេះបាទមមេអញ្ចឹងឆ្នាំកន្លែងនេះអញ្ចឹងមមេខ្ទង់30យើងដឹងហើយថានេះ10 20 30បាទអញ្ចឹងយើងរាប់ខ្ទង់រាយមកវិញ31 32 33 34 35 36រាប់ខ្ទង់រាយមកវិញគឺរាប់ដេញរហូតទៅដល់អាយុឬក៏ឆ្នាំរបស់គេឆ្នាំកំណើតរបស់គេអញ្ចឹងឃើញថាឆ្នាំមមេនេះគឺស្ថិតនៅក្នុងអាយុ36បាទ36មួយទៀតឆ្នាំមមេស្ថិតនៅខ្ទង់40អញ្ចឹងយើងមើលវិញណាបាទនេះយើងដឹងថាមមេអញ្ចឹងមមេខ្ទង់40អញ្ចឹងយើងមើល10 20 30 41 42 43 44 45 46 47 48បាទឃើញទេឆ្នាំមមេស្ថិតនៅខ្ទង់40គឺ40 48បាទអញ្ចឹងគឺរបៀបនៃការរាប់អញ្ចឹងបាទរបៀបនៃការរាប់អញ្ចឹងហើយខ្ញុំបញ្ជាក់ជូនម្ដងទៀតនៅក្នុងថ្នាក់ដៃកន្លែងនេះគឺឆ្នាំបច្ចុប្បន្នបាទប្រែប្រួលទៅតាមឆ្នាំបច្ចុប្បន្នរង្វិលជុំមួយជុំនេះគឺឆ្នាំទាំង12បាទកន្លែងនេះខ្ទង់10 20មកលងដៃ1 30 40 50 60 70 80 90 100អញ្ចឹងគឺរំលងកាឡាមួយហើយសម្រាប់ខ្ទង់រាយគឺរាប់ពីឆ្នាំពីខ្ទង់10ឬថា10 20 30អញ្ចឹងគឺដេញមកចេះវិញតែដេញមកចេះវិញដេញមកនេះវិញបាទដេញមកនេះវិញហើយសង្ឃឹមថាបានជាចំណេះដឹងបន្តិចបន្តួចអាចជូនដល់លោកគ្រូចារ្យលោកគ្រូមហាទាំងអស់គ្នាបាទអរគុណ